បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃដែលចង់ចែករំលែកបងប្អូនពីរបៀបចូលទៅបិទផ្សារជូនដំណឹងកុំឲ្យគេឃើញពេលដែលឧទាហរណ៍ថាគេផ្ញើសារឬក៏គេឆាតមកហ្នឹងគឺអត់ឃើញគេសរសេរអ្វីនៅក្នុងសារហ្នឹងទេគឺឃើញនៅលើ screen យើងហ្នឹងគឺឃើញតែគេការផ្ញើសារមកឬក៏គេឆាតមកតែប៉ុណ្្នឹងទេអញ្ចឹងលាក់នៅអត្ថន័យដែលគេសរសេរមកអីមួយហ្នឹងអញ្ចឹងគឺអ្នកផ្សេងអត់អាចមើលដឹងទៅទេអញ្ចឹងគឺភាគច្រើនគឺបងប្អូនអត់ទាន់ដឹងកន្លែងបិទដើម្បីឲ្យគេផ្ញើសារមកគេដឹងថាមានតែ message ឬក៏មានតែ chat មកទេអញ្ចឹង chat នៅអីផ្សេងអក្សរអីផ្សេងហ្នឹងគឺយើងមើលលើអេក្រង់ហ្នឹងគឺអត់ឃើញទេអញ្ចឹងគឺបិទគឺអត់ឃើញតែម្ដងឥឡូវក៏មកខាត់ពេលយូរយើងចូលទៅកាន់ក្នុងទូរស័ព្ទទាំងអស់គ្នាតោះ let's go ឥឡូវបងប្អូនចូលមកកាន់ក្នុង chat របស់យើងមកក្នុង Messenger របស់យើងមកបន្ទាប់មកដល់កន្លែងនេះគឺបងប្អូនចុចកន្លែងសញ្ញា menu ខាងក្រោមគេខាងស្ដាំដៃសញ្ញា tray 3ហ្នឹងខាងក្រោមគេបងអស់ពីខាងស្ដាំដៃហ្នឹងចុចកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនចុចចូលកន្លែងពាក្យថា setting នៅក្រោមឈ្មោះ profile របស់យើងហ្នឹងគេដាក់ setting សញ្ញាកងចាក់ហ្នឹងបន្ទាប់មកបងប្អូន scroll ឡើងលើហើយបងប្អូនចុចនេះកន្លែង notification and sound នេះចុចចូលលើហ្នឹងមកអញ្ចឹងអ្វីដែលយើងអាចត្រូវកំណត់បានបងប្អូន scroll ឡើងលើបន្ទាប់មកបងប្អូនចុចចូលកន្លែងនេះកន្លែង custom notification នេះក៏ចូលលើហ្នឹងមកចុចចូលលើហ្នឹងមកអញ្ចឹងអ្វីដែលបងប្អូនត្រូវទៅបដូរនោះគឺបងប្អូនចុចចូលកន្លែងនៅខាងក្រោមគេបងអស់គេដាក់ថានៅលើអេក្រង់ជាប់សោអញ្ចឹងយើងចុចចូលលើហ្នឹងមកហើយមកដល់ទម្រង់កន្លែងនេះគឺមាន3ជម្រើសបងប្អូនបាទអញ្ចឹងទម្រង់ទី1នោះគឺពេលដែលគេផ្ញើសារមកគឺឃើញទាំងអស់ទិន្នន័យដែលគេផ្ញើសារមកឧទាហរណ៍ថាគេសេអក្សរអីផ្សេងហ្នឹងគឺឃើញនៅលើអេក្រង់ជាប់សោរបស់យើងតែម្ដងអញ្ចឹងពេលដែលគេឆាតមកហើយមួយវិញទៀតកន្លែងទី2នេះគឺបង្ហាញសារជំនុំទាំងអស់តែលាក់ខ្លឹមសារអញ្ចឹងមានន័យថាគេដឹងថាអ្នកណាឆាតមកប៉ុន្តែអត់ដឹងខ្លឹមសារនៅខាងក្នុងហ្នឹងគេសរសេរអីខ្លះទេអញ្ចឹងយើងអត់ដឹងទេអញ្ចឹងកន្លែងនេះគឺលាក់គាត់តែដឹងថាគេឆាតមកតែយើងអត់បានដឹងថាគេឆាតអីមកទេអញ្ចឹងចំណុចទី2ហ្នឹងបន្ទាប់មកចំណុចទី3អញ្ចឹងចំណុចទី3នេះគឺអត់មានកុំបង្ហាញគឺអត់បង្ហាញទាំងអស់គឺអ្វីដែលគេឆាតមកហ្នឹងគឺអត់បង្ហាញទេគឺនិយាយទៅគឺអត់ឃើញតែម្ដងអញ្ចឹងកន្លែងនេះបងប្អូនចង់អត់ឲ្យគេឃើញហ្នឹងគឺបងប្អូនចុចចំណុចទី2មកអញ្ចឹងគឺចេញតម្រឹងថាគេផ្ញើសារមកឬគេឆាតមកហ្នឹងគឺគ្រាន់តែឃើញសញ្ញាតែប៉ុណ្ណោះតែអត់ឃើញគេសរសេរអីក្នុងហ្នឹងទេហើយកន្លែងហ្នឹងបងប្អូនអាចជ្រើសរើសខាងលើក៏បានកដាលក៏បានអញ្ចឹងកដាលនេះគឺយើងអត់បង្ហាញការជូនដំណឹងទេអញ្ចឹងគឺកន្លែងចំណុចហ្នឹងគឺយើងចុចកន្លែងហ្នឹងមកអញ្ចឹងគឺយើងពេលដែលគេឆាតដែលគេផ្ញើសារមកហ្នឹងគឺអត់ឃើញនៅលើផ្ទៃអេក្រង់របស់យើងទេគឺឃើញតែសារឬក៏ឃើញតែឆាតទេឃើញតែការជូនដំណឹងទេតែអត់ឃើញព័ត៌មានអីនៅក្នុងឆាតហ្នឹងទេហើយហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច Subscribe ឲ្យម្នាក់អុយផងជួបគ្នានៅវីដេអូក្រោយបាយបាយ